តង់ចឹងគឺគ្រូបន្តមកហាត់បន្តទៀតបាទតទៅជាមួយនឹងដោះស្រាយនឹងប្រព័ន្ធសមីការណាបាទចឹងដោះស្រាយប្រព័ន្ធសមីការពីច្រើនបងឲ្យណៃចេះតែវិធីមួយបាទនេះបាទគឺវិធីគុណបំបត្តិវិធីគេហៅថាបំបត្តិលេខបូកឬក៏វិធីបូកបំបត្តិស្មើដែរហ្នឹងហើយចឹងយើងមើលប្រព័ន្ធសមីការមាន2ចឹងមានកនខបាទចឹងបងយកកងដោះស្រាយមុនអានេះមើលចឹងនៅក្នុងការដោះស្រាយប្រព័ន្ធសមីការណាពីច្រើនគេចូលចិត្តបាទទុកឲ្យ x y នៅអង្គទី1ហើយរុញបាទរុញគេរុញលេខហ្នឹងអង្គទី2ហ្នឹងទៅហ្នឹងហើយចឹងពេលនេះគឺបងអាចសរសេរបានថាប្រព័ន្ធសមីការយើងបងអាចសរសេរបានជាចេះតាមអ្នកនរគ្នាចឹងពេលបងព្យាយាមបោះទៅមិនឲ្យ x នេះអង្គទី1ហើយបោះលេខអង្គទី2អញ្ចឹងកាលណាបងបោះ x អង្គទី1អានេះបានដទៅអត់បាទ 3x បាទហានោះលេខនេះគឺលេខបានលេខបូក6នេះអញ្ចឹងបងបោះទៅបានដក6វិញហ្នឹងហើយអូខេអញ្ចឹងពេលនេះគឺបងនៅតែតាំងវាជាសមីការទី1ទី2ដដែលហ្នឹងឯងអញ្ចឹងពេលនេះគឺបងត្រូវការគិតដើម្បីបងបំបត្តិបងត្រូវបំបត្តិអញ្ញត្តិមួយនៅក្នុងហ្នឹងអញ្ចឹងបងបំបត្តិអញ្ញត្តិអីដើម្បីឲ្យយើងធ្វើម៉េចយើងអាចបំបត្តិអញ្ញត្តិ x ក៏បានឬក៏បំបត្តិអញ្ញត្តិ y ក៏បានដោយយើងព្យាយាមធ្វើម៉េចយើងគុណបន្ថែមជាមួយនឹងលេខណាមួយដើម្បីឲ្យសញ្ញានៃគុណនេះផ្ទុយអញ្ចឹងណាកាលណាផ្ទុយនេះអាមួយបូកមួយដកវាដាច់ឯងហ្នឹងឯងអញ្ចឹងយើងមើលបើសិនជាបងចង់បំបត្តិ x អញ្ចឹងបងត្រូវការគុណថែមនៅសមីការទី1នេះត្រូវការគុណថែមវាជាមួយម៉ានលើនេះមាន9នៅក្រោមនេះមានដក3អូខេអញ្ចឹងអណៃត្រូវគុណនឹងម៉ានដើម្បីគ្រប់ជាមួយនឹងដក9ហ្នឹងអញ្ចឹងយើងគុណជាមួយ3ទៅអ្នកបងគុណនឹង3អូខេតម្លៃអង្គទី2នេះគឺបងទុកដដែលហ្នឹងហើយអូខេអញ្ចឹងគឺបាទពេលដែលបងគុណនឹង3មកបាទគុណ3ចូលមកអញ្ចឹងអានេះបងលុបលេខ3ចោលវិញបងគុណ3ហ្នឹងបងបាននេះគឺជា3 y អញ្ចឹងនេះបាន3គុណ3ដក9បាទនេះគុណ3ទៅបានដក10ដក18អូខេអញ្ចឹងនេះមកហើយគឺយើងបូកវាបាទអូខេសួរបងដាក់មកយើងបូកអូខេហ្នឹងហើយអញ្ចឹងបងបូកមកបាទបូកអង្គទាំងពីរណាបងបាទបងបូកអង្គទាំងពីរមកណាអញ្ចឹងអង្គទី1នេះបងបូកជាមួយអង្គទី1កូននេះអង្គទី2បូកជាមួយអង្គទី2ខាងលើកូននេះអញ្ចឹងទៅហ្នឹងហើយដល់ឥឡូវនៅពេលដែលបងបូកបាទបងមាន y បងត្រូវការបូកមួយ y អញ្ចឹង 3y ដកជាមួយនឹង y បងបានបាទ3ដក2ស្មើ1 easy អូខេហើយដក 9x អានេះគឺបូក 9x អញ្ចឹងអស់ហើយត្រូវនឹងអស់ហើយទៅពេលនេះវិញបានដក 18ដក 8បូក1 3អញ្ចឹងយើងសល់ដកប៉ុន្មានដក10ដក 15អូខេអញ្ចឹងនៅក្នុងការដោះស្រាយពេលតំណែងរកឃើញអញ្ញត្តិមួយក្រោយពីបូកបំបត្តិហើយយើងត្រូវយកអញ្ញត្តិហ្នឹងទៅចំនួនចូលនៅក្នុងសមីការមួយផ្សេងទៀតបាទដែលសមីការដែលយើងចំនួនហ្នឹងគេអាចងាយស្រួលអញ្ចឹងណាយើងរក x បាទចំនួនក្នុងណាយើងមើលមាន2ជម្រើសបាទសមីការយើងអាចចំនួនចូលក្នុង1ក៏បានចំនួនចូលក្នុង2ក៏បានដើម្បីរក x បាទអញ្ចឹងបងចំនួនចូលក្នុងសមីការ1នេះចោះសមីការ1យើងបាទចូល1អញ្ចឹងចូលសមីការ1អញ្ចឹងពេលហ្នឹងគឺគេបានបាទ1ខ្លួនឯងហ្នឹងសមីការ1បាទសមីការ1យើងគឺមិនអីគេសមីការ1យើងគឺយើងមាន y សមីការ1 y បូក6ស្មើនឹង 3x ទៅអូខេអញ្ចឹងពេលនេះគឺបងបាទជំនួស y ដោយ y ប្រមាណដក15អញ្ចឹងលេខ y ដក15មើលនឹងកន្លែងមើលដបងវានេះហើយអញ្ចឹងមើលយូរស្មហើយបាទស្មើនឹង3x អូខេអញ្ចឹងដក15បូក6នេះយើងបានប្រហែលអញ្ចឹងដក9ស្មើនឹងស្មើ 3x អញ្ចឹងបងទាញរក x មកណាឬក៏បងសរសេរត្រឡប់មកវិញបាទ 3x ស្មើនឹងដកប៉ុន្មានដក9អញ្ចឹងទាញរក x មក x ស្មើជាមួយនឹងដកបាទ9ចែក3អញ្ចឹងបានដកប៉ុន្មានដក3អូ
ok ជាងក្រោយប្រូទៅគឺ x ស្មើដល់3អញ្ចឹងរកឃើញបាទដោះស្រាយប្រព័ន្ធសមីការបានខាងណារកតើចម្លើយនៃប្រព័ន្ធសមីការហ្នឹងនិយាយថា x ស្មើប៉ុន្មាននិង y ស្មើប៉ុន្មានហ្នឹងឯងអញ្ចឹងគឺយើងបានហើយ x ស្មើនឹង3ហើយ y យើងគឺបាទ y យើងនេះគឺស្មើនឹងប៉ុន្មានដក15អញ្ចឹងនេះ x ស្មើនឹងដក3បាទ y ស្មើនឹងដក15ហ្នឹងបាទជាចម្លើយនៃប្រព័ន្ធបាទវិស្មីការបាទអូខេនេះជាប្រព័ន្ធវិស្មីការទី1បាទអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅលេខយើងទៅចូលមកដល់ប្រព័ន្ធវិស្មីការទី2ណាអញ្ចឹងមានអីទីសាច់រឿងវាដូចគ្នានឹងឯងបាទអញ្ចឹងមកមានប្រព័ន្ធវិស្មីការវាប៉ុណ្ណេះអញ្ចឹងបងត្រូវការគិតតើបងត្រូវការបាទគុណជាមួយនឹងសមីការណាដើម្បីវាដាច់អញ្ញត្តិមួយណាអញ្ចឹងបើសិនជាយើងគិតមេគុណ x នេះខុសគ្នាអញ្ចឹងបូកទៅដាច់អញ្ចឹងអត់ទេបាទដាច់ទេអញ្ចឹងយើងត្រូវការគុណថែមតែបងចង់បាត់អញ្ញត្តិទីគេដើម្បីងាយស្រួលព្រោះមើលអញ្ញត្តិ y នេះខាងអង្គទី1នេះគឺយើងមានដក 4y ទេនោះសញ្ញាវាដកនេះសញ្ញាបូកអញ្ចឹងសញ្ញាផ្ទុយនៅស្រាប់អញ្ចឹងងាយស្រួលក្នុងការបាត់ជាងអញ្ចឹងបងយើងមកគុណជាមួយនឹងខាងសមីការទី2នេះបងយកវាគុណជាមួយនឹង4មកពេលបងគុណទៅបាទបងបាននេះដក4ហើយណាអញ្ចឹងគឺវាងាយស្រួលជាងបាទអញ្ចឹងបងគុណជាមួយ4មកអញ្ចឹងហើយនេះបងលុបពី4ចោលមើលអូខេអញ្ចឹងគឺនេះបងលុបអញ្ចឹងក្រោយពីយើងគុណហើយយើងលុបមក1 2អញ្ចឹងនេះយើងចូល4បញ្ចូលយើង16អញ្ចឹងបូក 4y បាទនេះគុណ4ទៅគឺ40 28អញ្ចឹង68ណាអូខេបាទប៉ុណ្នេះបាទអញ្ចឹងមកបូកវាក្រោយពីយើងគុណយើងបូកមកបាទអញ្ចឹងមកបូកមកយើងមើលតួ x បើ x បូក x នេះបូកគ្នាទៅបាន 19x តួ y នេះដក 9y បូក4ដក 4y នេះអស់ហើយអញ្ចឹងអស់ហើយនៅសល់បានលេខនេះយើងបានបាទ8បូក8យើងបាន76អូខេអញ្ចឹងទាញរក x ពីនឹងមកគឺយើងត្រូវយកគេចែកគេបាទយើងត្រូវយកគេចែកគេ76ចែក19ចែកមកយើងបានប៉ុន្មានហ្នឹងដល់បងថាបាន40បើយើងដាក់ចែកទៅបាន4អានោះ40វា36គេត្រូវបាន4បើអញ្ចឹង x រោទៅគឺបាន4អញ្ចឹងរោ x ឃើញហើយយើងត្រូវយកតម្លៃបាទយក x ស្មើនឹង4ហ្នឹងបាទចំនួនក្នុងណាចំនួនក្នុងប្រព័ន្ធចំនួនក្នុងសមីការទី1ឬទី2ដែលងាយស្រួលសម្រាប់យើងមើលតាមជាក់ស្ដែងនឹងបងយើងចូលក្នុងបាទសមីការទី2ចោះវាងាយស្រួលតែវាងាយស្រួលជាងអញ្ចឹងខ្ញុំមើលសមីការទី2របស់យើងអូខេសមីការទី2យើងមាន 4x បូក y កើតអញ្ចឹង x យើងចំនួនឲ្យ4ហើយលេខ4ណា4គុណ4បូក y ដដែលស្មើនឹង17អូខេអញ្ចឹងយើងបាន4គុណ4បាន10ប៉ុន្មាន16បូក y បាទស្មើ17អីទេបោះស្រាយធម្មតាអញ្ចឹងបងរោ y មកទាញរោ y បងទទួលបាន17ដក15 6អញ្ចឹង y ស្មើប៉ុន្មាន y ស្មើ1បាទអញ្ចឹងនេះ y ស្មើ1អញ្ចឹងបង copy អក្សរបន្តិចមកឲ្យបងកែតម្លៃលេខតាមជាក់ស្ដែងបាទអញ្ចឹងនេះ x ស្មើជាមួយនឹង4បាទ y ស្មើ1 4 y នេះគឺស្មើ1បាទជាចម្លើយនៃប្រព័ន្ធសមីការណាប្រព័ន្ធសមីការសំទោសលុបពាក្យវាចេញប្រព័ន្ធសមីការអូខេហ្នឹងហើយអញ្ចឹងតកតងការដោះស្រាយប្រព័ន្ធសមីការគឺវិធីបាទដែលបងលើកយកមកថ្ងៃហ្នឹងគឺតកតងជាមួយនឹងការប្របាត់ឲ្យបូកបាទឬក៏បូកបាត់ទៅអញ្ចឹងសរុបមកវិញគុណធ្វើម៉េចឲ្យបានសញ្ញារបស់មេគុណណាមួយផ្ទុយគ្នាណាហើយមេគុណវាផ្ទុយមេគុណវាមានសញ្ញាផ្ទុយគ្នាអញ្ចឹងពីបូកគ្នាទៅដាច់អញ្ញត្តិហ្នឹងអញ្ចឹងគឺយើងអាចដោះស្រាយហៅមកអញ្ញត្តិទៅអាចអ្នកបូកបាត់អីចឹងហ្នឹងហើយអូខេអញ្ចឹងបងមានប៉ុណ្្នឹងទេបាទហើយលំហាត់ប្រភេទមិនគឺយើងដោះស្រាយបានដែរឲ្យតែមាន2អញ្ញត្តិអញ្ចឹង2អញ្ញត្តិ2សមីការដោះស្រាយបានតាមវិធីសាស្ត្រហ្នឹងគ្រប់បែបយ៉ាងបាទអូខេហ្នឹងហើយអញ្ចឹងវីដេអូមានប៉ុណ្្នឹងអរគុណ